សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមុខងារខុសគ្នារវាង OMIDE ពីរនេះបើយើងមើលមកផ្លែតទៅហាក់ដូចជាដូចគ្នាប៉ុន្តែអីដែលសំខាន់យើងមើលនេះនៅលើនេះមានដាក់ mark unity ហើយនិង model នៅខាងក្រោម mark ហ្នឹងអញ្ចឹងមួយនេះ UT 202A បូកមួយនេះ UT 204បូកអញ្ចឹងអីដែលខុសគ្នាបងប្អូនមើលដង្កៀបក៏ខុសគ្នាដែរនេះដង្កៀបរាងត្រង់ទៅលើហើយនេះដង្កៀបរាងកោងខាងឆ្វេងនេះបាទហើយមុខងារខុសគ្នាឡើយណាខ្លះមុខងារយើងមើលទៅវាស់អាំពែបាន600អាំពែដូចគ្នាក៏ប៉ុន្តែយើងមើលនៅលើនេះគឺមានតាសញ្ញាអាំពែ AC ទេតែខាងនេះយើងមើលទៅមានអាំពែសញ្ញាអាំពែ AC ហើយនិងអាំពែ DC សញ្ញាដែលទឹកអលោកហើយនិងសញ្ញាត្រេហើយមានចុចហ្នឹងគឺបង្ហាញថាមុខងារ DC អញ្ចឹងយើងមើលអាចវាស់បាន600អាំពែដូចគ្នាក៏ប៉ុន្តែ OMIDE ខាងស្ដាំនេះ model UT 202A បូកនេះវាស់បានតែអាំពែ AC ទេចំណែក UT 204បូកនេះគឺវាស់បានទាំងអាំពែ AC និង DC អាច maximum បាន600អាំពែដូចគ្នាបាទហើយនឹងមួយទៀតលក្ខណៈខុសគ្នាមួយទៀតគឺ OMIDE UT 204បូកនេះគឺមានមុខងារវាស់សីតុណ្ហភាពប៉ុន្តែ UT 202A បូកនេះគឺអត់មានមុខងារវាស់សីតុណ្ហភាពទេចំណែកឯមុខងារផ្សេងទៀតគឺដូចគ្នាដែរ live មុខងាររកខ្សែហ្វាហើយ NCV រកវត្តមានតង់ស្យុងដោយមិនចាំបាច់យើងប្រើខ្សែមាន sensor នៅលើនេះដូចគ្នាដើម្បីឆែកយកមើលវត្តមានតង់ស្យុងបាទហើយមុខងារនេះក៏ដូចគ្នាមុខងារនេះដូចគ្នាមានវាស់ខ្សែជាប់ដាច់មាន resistance យ៉ូតហើយនឹងកង់ដង់ហើយនេះវាស់ volt AC DC ហើយនឹង frequency volt AC DC frequency បាទអញ្ចឹងOMIDE 2នេះគឺមានលក្ខណៈខុសគ្នាប៉ុណ្្នឹងឯងអីដែលសំខាន់គឺ UT 204បូកនេះវាស់អាំពែបានទាំង AC និង DC ព្រមទាំងមានមុខងារវាស់សីតុណ្ហភាពចំណែក UT 202A បូកនេះវាស់បានតែអាំពែ AC ទេហើយនឹងគ្មានមុខងារវាស់សីតុណ្ហភាពទេបាទអញ្ចឹងលក្ខណៈខុសគ្នាគឺមានប៉ុណ្្នឹងឯងសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយទៀត